នៅក្នុងក្បួនហុងស៊ុយមុខផ្ទះនេះមានសារៈសំខាន់ត្រង់ថាត្រូវរៀបចំត្រូវតុបតែងបាទត្រូវច្នៃប្រឌិតយ៉ាងណាឲ្យមុខផ្ទះរបស់ខ្លួនคล้ายទៅជាទីលានប្រមូលធម្មពលទីលានប្រមូលហុងស៊ុយតើមុខផ្ទះដែលមានលក្ខណៈស្រូបទាញប្រមូលធម្មពលប្រមូលឈីប្រមូលហុងស៊ុយនោះបាទមានលក្ខណៈបែបណាមុខផ្ទះដែលមានហុងស៊ុយគឺជាមុខផ្ទះដែលមានលក្ខណៈជាទីលានប្រមូលនៅរាសីប្រមូលនៅធម្មពលប្រមូលនៅឥទ្ធិពលមកនៅមុខផ្ទះទី1ទី2មុខផ្ទះរបស់យើងក៏បីជាមុខផ្ទះដែលទលាយបាទទលាយហើយស្អាតមានអនាម័យទី3មុខផ្ទះរបស់យើងដែលមានហុងស៊ុយក៏បីជាមុខផ្ទះដែលមានពន្លឺគ្រប់គ្រាន់បាទអញ្ចឹងមុខផ្ទះរបស់យើងអត់ត្រូវមានដើមឈើខ្ពស់អត់មានអ្វីដែលគេហៅចោលមលុបមកបាំងទីលានមុខផ្ទះធ្វើឲ្យមុខផ្ទះនោះខ្វះពន្លឺទី4មុខផ្ទះក៏បីមានខ្យល់ចូលបាទមានខ្យល់ចូលអញ្ចឹងហើយមុខផ្ទះហ្នឹងតើយើងត្រូវបែរទិសផ្ទះទៅខាងណាឲ្យខ្យល់ហ្នឹងបាទងាយនឹងចូលបាទងាយនឹងចូលហើយខ្យល់ចូលច្រើនបាទនេះជាលក្ខណៈពិសេសនៃហុងស៊ុយមុខផ្ទះដែលយើងក៏បីដឹងទី5មុខផ្ទះក៏បីមិនមានអ្វីរារាំងហុងស៊ុយមានន័យថាអត់មានដើមឈើខាងមុខអត់មានបកគោលភ្លើងឬក៏មិនមានអ្វីជ្រុងផ្ទះខាងមុខបាទអ្វីដែលរារាំងខ្យល់ដែលរារាំងហុងស៊ុយនោះបាទការនេះឃើញថាលំបាកមែនប៉ុន្តែយើងក៏បីយល់ដឹងថាប្រការនេះគឺវាដូច្នេះឯងសំខាន់មួយទៀតទី6គឺមុខផ្ទះក៏បីជាកន្លែងដែលមានរបៀបរៀបរយវាមិនមានដាក់នេះដាក់នោះបាទចតឡានចតម៉ូតូរញ៉េរញ៉ៃនៅមុខផ្ទះទេមានន័យថាជាមុខផ្ទះដែលប្រកបដោយរបៀបរៀបរយប្រកបដោយលក្ខណៈល្អសំខាន់ទី7បាទមុខផ្ទះក៏បីមានសួនច្បារដែលជារុក្ខជាតិបៃតងបាទកុំឲ្យខ្ពស់ជាងបាទ6 ទឹកបាទនៅទីចិត្តមុខផ្ទះជាប់កុំឲ្យខ្ពស់ជាង6 ទឹកបើនៅជាប់នឹងរបងកុំឲ្យខ្ពស់ជាង1 ម៉ែត្រកន្លះទី7ផ្លូវមុខផ្ទះតោងជាផ្លូវដែលមានលក្ខណៈស្រទន់ណាបាទមុខផ្ទះយើងអត់មានផ្លូវកែងទេផ្លូវកណ្ណាបត់ហ្នឹងយើងធ្វើផ្លូវកោងគេហៅថាផ្លូវស្រទន់បាទមានអត្ថន័យថាខ្យល់គឺធម្មជាតិហុងស៊ុយណាបាទធម្មពលវាហូរមកជាធម្មពលស្រទន់មិនមែនជាធម្មពលកាចដែលមិនមែនជាធម្មពលដែលមានឥទ្ធិពលខ្លាំងធ្វើឲ្យខូចធម្មពលនោះទេបាទមួយទៀតបាទក៏សំខាន់ដែរមុខផ្ទះបាទចំហៀងបាទមុខផ្ទះចំហៀងខាងនេះក៏បីយើងមានគេហៅបឹងឬក៏ស្រះសពនិមិត្តមួយបាទមានទឹកបាទមានត្រីអីចឹងណាដើម្បីតំណាងភាពត្រជាក់ត្រជុំគឺខាងនេះនោះឯងបាទយើងចូលមកចឹងបាទនៅខាងឆ្វេងដៃគឺចំហៀងខាងខ្លាបើវាមានកន្លែងល្អបាទយើងធ្វើគេហៅសំណង់បរិវារនេះក៏កាន់តែល្អថែមទៀតកាលណាបើយើងរៀបចំបាទហុងស៊ុយមុខផ្ទះហៅថាទីធ្លាមុខផ្ទះបរិស្ថានមុខផ្ទះបានល្អយ៉ាងនេះហើយបាទយើងនឹងទទួលផលមួយដ៏គប់ប្រសើរគឺយើងងាយនឹងជួបឱកាសល្អបាទវាងាយនឹងជួបងាយនឹងចាប់បានហើយឱកាសដែលចាប់បានណាហើយវាមានស្ថិរភាពឱកាសក្នុងការងារក្តីឱកាសក្នុងអាជីវកម្មក្តីឱកាសក្នុងការសេពគប់មិត្តភ័ក្តិបាទនាយចវាយក្តីអ្នកធំអ្នកតូចក្តីបាទឱកាសហ្នឹងវាល្អហើយវាថិតថេរបាទធ្វើឲ្យយើងរស់នៅសមាជិកគ្រួសារដែលរស់នៅក្នុងទីនោះមានអារម្មណ៍ល្អមិនត្រឹមប៉ុណ្្នឹងទេបាទ
nhiều tranh trôi sạch nhiệt từng lái để trôi một tia dương bạn còn là khơi một tia bỏ dương nó con cái miếng rom sọt la bởi tôi con khăn nhà mấy cái đói on chật dạng ná còn mà đo khơi tì thlia một tia lưng là để miếng bại thanประกอบโดย hong xuôi làอย่างนี้ có miếng rom là sọt la chỉ mùi được dương phong đại